ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅស្គាល់ទីតាំងទួលប្រាសាទបុរាណខ្មែរយើងមួយកន្លែងទៀតហើយដែលស្ថិតនៅក្នុងស្រុកអង្គរជុំដែលអ្នកស្រុកហៅថាគោកស្រុកធ្នង់គោកស្រុកធ្នង់គឺស្ថិតនៅក្នុងភូមិមកៈឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាបដោយទីតាំងនេះគឺមុនទៅដល់ទីរួមស្រុកអង្គរជុំគឺយើងធ្វើដំណើរពីផ្សារពួកទៅឆ្ពោះទៅជើងទៅដល់វត្តធ្នង់ឬក៏វត្តកលាញ់ដោយបត់តាមផ្លូវខាងជើងវត្តកលាញ់ចូលទៅចម្ងាយប្រហែលជា200ម៉ែត្រនៅខាងលិចវត្តកលាញ់ពេលដែលមកដល់ទីតាំងប្រវត្តិសាស្ត្រមួយនេះគឺយើងនឹងឃើញទីទួលមួយដែលព័ទ្ធជុំវិញទៅដោយស្លាកស្នាមកសិនទឹកហើយទីទួលនេះគឺបែរមុខទៅទិសខាងកើតដោយនៅខាងមុខគឺមានសំណង់រក្សាទឹកមួយដែលគេហៅថាត្រពាំងឫស្សីតាមរយៈការសាកសួរអ្នកស្រុកដែលនៅម្ដុំនេះបានយើងដឹងថាទីតាំងនេះគឺធ្លាប់មានតួប្រាសាទឬក៏ជញ្ជាំងប្រាសាទដែលសាងសង់ឡើងពីឥដ្ឋគាត់ថាគឺមានទំហំតូចតែមួយប៉ុណ្ណោះប៉ុន្តែទីតាំងនេះការជំនាន់នោះគឺមានការជីកបំផ្លាញរុករកក្បាលអ្នកតាប្រហែលជាច្រើនលើកច្រើនសារហើយគាត់ថាកាលហ្នឹងគាត់នៅក្មេងៗគឺធ្លាប់ឃើញគេជីកបំផ្លាញហើយសប្តាហ៍ថ្ងៃនេះទីតាំងក៏តួប្រាសាទក៏បានរៀបស្មើដែលយើងមើលមិនឃើញទៀតទេប៉ុន្តែយើងគ្រាន់តែឃើញមានសំណង់វត្ថុសិល្បៈនៅលើទីទួលនេះដូចជាដុំឥដ្ឋប្រាសាទពើមកគុំប្រាសាទដែលធ្វើអំពីថ្មភក់ជាមេទ្វារហើយនឹងនៅផ្នែកខាងមុខគឺយើងមានឃើញខ្ទមអ្នកតាដែលគេដង្កល់ในសសរពេជ្រហើយនឹងបល្ល័ង្កគ្រឿងបង្គំប្រាសាទផ្សេងទៀតអានេះដើមពោធិ៍មិញអាកដាលនោះដើមអីគេដើមម៉ាក់ច្បក់នេះពោធិ៍ដើមពោធិ៍រុំច្បក់ឡងមានបសោពេជ្រនេះចេះសោពេជ្រឃើញអីបល្ល័ង្កគ្រឿងតម្រនោះលើទួលគេហៅថាគោកស្រុកធ្នង់តែទីតាំងនេះប្រាសាទចាស់ប្រាសាទបុរាណខ្មែរយើងធ្វើពីឥដ្ឋណាតាមការសាកសួររបស់អ្នកភូមិទាំងមុនមានប្រាង្គប្រាសាទឥដ្ឋតែគេជាកោះកកាយរកក្បាលតានឹងពីរដងអាលុំប្រាសាទអស់តែលោកមុនថ្មនៅណានេះកដាលនេះអូចឹងលោកមុននៅនេះហើយបានគេកោះយកមកដាក់នៅនេះអូខេទៅមកមើលដើរចូលមើលប្រាសាទលេងមានចុះអត់មានខ្ទមមេតាខ្ញុំខ្ទមមេតានោះខ្ទមមេតានៅឡើយណាវិញនៅមុខនេះឃើញអត់ឃើញអីដែរ ច
cha con này nên đấy cái hai con này ta môi tiết đây mình cái hai này ta ấy hai con nhầm cảnh cho nên đang về lang mẹ lang ấy cái thơ bên này ăn mấy ấp sai là đây nè ấy lại nít mong cha tôi tại vì mình đang nó khăn khổm nên vì mình đá chỉ tình đo tuần nayจะđo crown tới vì ai không này tiền tiền đấy nè này cái thọp chích ở mình cái chi cái chuyện đó à ô anh ấy cái chua thôi sai thôi à យើងឃើញថានៅលើទីតាំងទួលនេះសំណង់វត្ថុសិល្បៈគ្រឿងមង្គលប្រាសាទគឺនៅសល់តិចតួចបំផុតប៉ុន្តែតាមមើលលក្ខណៈនៃសសរពេជ្រដែលមានទម្រង់8ជ្រុងហើយនិងប្រាសាទដែលសាងសង់ឡើងអំពីឥដ្ឋទីតាំងតួប្រាសាទនេះអាចស្ថាបនាឡើងនាសម័យអង្គរប្រហែលជាសតវត្សទី10ឬទី11នៃគ្រិស្តសករាជជាពិសេសទីតាំងនេះក៏ស្ថិតនៅជិតប្រាសាទធ្នង់ផងដែរដោយស្ថិតនៅខាងលិចប្រាសាទធ្នង់ហើយខាងលិចភូមិមូលមកៈទោះបីជាសប្តាហ៍ថ្ងៃប្រាង្គប្រាសាទគឺបានរលំបាក់បែកខ្ទេចខ្ទីនៅសល់តែទីទួលដែលនៅសល់សំណល់វត្ថុសិល្បៈតិចតួចបំផុតក៏ដោយក៏ទីតាំងនេះនៅតែមានតំណែងជាប្រវត្តិសាស្ត្រដែលបង្ហាញអំពីប្រាសាទបុរាណខ្មែរដែលធ្លាប់បានស្ថាបនាឡើងនៅលើទីទួលនេះហើយបញ្ជាក់អំពីសហគមន៍មនុស្សរស់នៅបង្ហាញអំពីទីសក្ការៈតែប្រជាពលរដ្ឋនៅម្ដុំនេះគឺបានសក្ការៈទីនេះហើយបានស្ថាបនាប្រាសាទឡើង
ចំពោះคลิปវីដេអូដែលនាងខ្ញុំមកចាប់យកในទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលធ្លាប់មានប្រាង្គប្រាសាទកាលពីសម័យអង្គរដែលគេហៅថាគោកស្រុកធ្នង់នៅពេលនេះនាងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាคลิปវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថានឹងបានជួបពុកម៉ែបងប្អូននៅคลิปវីដេអូក្រោយៗទៀតសូមអរគុណ